ជាបឋមខ្ញុំខំវាសនាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពបងប្អូនជនរួមជាតិមិត្តអ្នកស្ដាប់ជាទីគោរពរាប់អានការចូលខ្លួនមកសិក្សាព្រះធម៌ដែលជាក្បួនខ្នាតចងក្រងអំពីដំណើររបស់ធម្មជាតិដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយអំពីធម្មជាតិជុំវិញនៅខ្លួនយើងកិច្ចការដែលយើងបានប្រព្រឹត្តចំពោះព្រះធម៌នេះយើងនឹងទាញយកឲ្យបានជាប្រយោជន៍បានលុះត្រាតែយើងស្គាល់អំពីអត្តន័យទូទៅអំពីរឿងព្រះធម៌អត្តន័យទូទៅនៃពាក្យជាគន្លឹះមានជាអាចបុណ្យបាបទានសិលសទ្ធាជាដើមនិងគោលការណ៍គ្រឹះសំខាន់ដូចជាគោលការណ៍នៃព្រះធម៌គឺហេតុកម្មផលតើហេតុជាអ្វីកម្មផលជាអ្វីការសិក្សានឹងសិក្សាតាមរបៀបបែបណាជារបៀបជំនឿរបៀបបន់ស្រន់អបិយជំនឿមិនអាចបកស្រាយអីបានអញ្ចឹងជាអាចយើងត្រូវតែយល់ជាគន្លឹះជាមុនសិនដើម្បីទាញយកប្រយោជន៍អំពីកិច្ចប្រតិបត្តិរបស់យើងពីព្រោះថាតាមការឮតគ្នាហើយខ្ញុំសង្កេតឃើញដែរថានៅក្នុងសង្គមខ្មែរយើងនោះប្រជាពលរដ្ឋប្រហែលជាជាង 80% ទៅហើយគ្រប់ប្រតិបត្តិតាមព្រះធម៌នេះដែលជាគន្លងនៃការត្រាស់ដឹងជាដំណើររបស់ធម្មជាតិដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គចងក្រងទុកឲ្យយើងសិក្សាដូច្នេះយើងត្រូវយល់អំពីកិច្ចការដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនោះចង់ទុកឲ្យយើងនោះធ្វើអ្វីវាមានបញ្ហាពីរសំខាន់ថាតើព្រះធម៌ជារឿងសិក្សាដើម្បីស្វែងយល់អំពីធម្មជាតិឬព្រះធម៌ហ្នឹងគឺជាអត្តពលមហិទ្ធិឫទ្ធិដែលយើងគ្រាន់តែសូត្របែបបន់ហើយអ្នកសូត្រហ្នឹងអាចប្រោះទឹកប្រោះអីចឹងទៅវាមានអត្តពលជាជោគវាសនាល្អទៅលើជីវិតរស់នៅរបស់មនុស្សដែរឬអត់ត្រង់ចំណុចនេះគឺក្នុងន័យដើម្បីលុបបំបាត់នៅរាល់ការគោរពប្រតិបត្តិខុសឆ្គងហើយទាញមិនបានជាប្រយោជន៍នៃការខិតខំរបស់យើងតាមទស្សនៈរបស់ខ្ញុំយល់ឃើញថាមុននឹងចាប់ផ្ដើមសិក្សាអំពីព្រះធម៌ឬក៏ចាប់យកព្រះធម៌ថាជាសាសនារបស់ខ្លួននោះណាតាមគំនិតរបស់ខ្ញុំយល់ថាត្រូវតែសិក្សាអំពីពាក្យជាគន្លឹះនិងអត្តន័យជារួមដែលយើងត្រូវតែយល់ជាមុនសិនថាតើជាការបង្រៀនឬក៏ជាការបន់ស្រន់ដែលមានមហិទ្ធិឫទ្ធិយ៉ាងណានោះយើងនឹងពិភាក្សានៅពេលបន្តិចទៀតនេះសូមអរគុណបាទសូមអរគុណហើយជាបន្តទៅនេះខ្ញុំក៏ចង់ជម្រាបសួរដល់លោកវាគ្មិនទាំងពីរតាក់ទងទៅនឹងនិយមន័យឬក៏អត្ថន័យនៃពាក្យបុណ្យហើយនឹងបាបនេះហើយជាដំបូងនេះខ្ញុំសូមចង់ជម្រាបសួរទៅលោកកំពេចអំពីថាតើពាក្យអត្ថន័យនៃពាក្យបុណ្យនេះវាមានអត្ថន័យរបៀបម៉េចហើយឬក៏ថានិយមន័យនៃបោះពាក្យហ្នឹងមានយ៉ាងម៉េចព្រោះមានបងប្អូនប្រជាពលរដ្ឋយើងតែលើគិតថាបុណ្យហ្នឹងគាត់យល់ឃើញថាដែលទៅចូលកន្លែងបុណ្យមួយហ្នឹងគាត់ថាគាត់ធ្វើបុណ្យហើយគាត់ថាតែធ្វើបុណ្យដូចយើងមានជាបុណ្យភ្ជុំបិណ្ឌបុណ្យកឋិនទានឬជាបុណ្យចម្រើនបជនបុណ្យអីគឺជាការគាត់ថាគាត់ទៅធ្វើបុណ្យអញ្ចឹងសូមចង់ឲ្យលោកជួយបកស្រាយអំពីថាអត្ថន័យនៃពាក្យបុណ្យហើយនឹងបាបនេះបាទជាមួយគ្នាបាទសូមជឿបាទសិតតែជាសំណួរដែលចាំបាច់បើប្រសិនជាលោកប្អូនអ្នកសម្រាប់សម្រួលមិនចង់សួរក៏ខ្ញុំបាទគិតថាលោកអ្នកស្ដាប់ប្រហែលជាចង់សួរដែរព្រោះអីរឿងបុណ្យរឿងបាបនេះជារឿងរបស់លោកអ្នកគ្រប់គ្នារួមទាំងជារឿងរបស់ខ្ញុំដែលជាអ្នកនិយមពធផងដែរលោកអ្នកស្ដាប់ជាធម្មតាយើងធ្លាប់និយាយតែពីរឿងបុណ្យនិងបាបប៉ុន្តែជាមួយគ្នានឹងពាក្យបុណ្យនិងបាបនេះវាមានពាក្យសំខាន់មួយទៀតគឺពាក្យថាអានិសង្សជាធម្មតាអ្វីដែលយើងធ្វើដែលយើងសន្មតថាបុណ្យចង់បានបុណ្យនិយាយពីរឿងចង់បានបុណ្យនោះយើងគិតច្រឡំជួនកាលលោកអ្នកនឹងអាចច្រឡំថាដែលយើងបានទទួលទ្រព្យសម្បត្តិក្នុងជាតិនេះក្តីឬក៏ក្នុងជាតិមុខក្តីតាមសេចក្តីប្រាថ្នារបស់លោកអ្នកនោះឬមួយក៏យើងបានយសបានស័ក្តិបានលុយបានកាក់រូបល្អអាយុវែងអាយុខ្លីអីនោះចំណុចទាំងឡាយនេះដែលជារឿងសម្ភារៈនេះលោកអ្នកជាពុទ្ធសាសនិកជនទាំងឡាយទាំងពួងហ្នឹងគិតថារឿងនឹងឯងជារឿងដែលសន្មតថាបានបុណ្យនោះគឺអ្វីដែលចង់បាននោះហើយបានហ្នឹងថាបានបុណ្យហើយការពិតគួរក៏បីចែកឲ្យដាច់អំពីពាក្យថាបុណ្យនិងអនិសង្សដែលនិយាយថាបុណ្យតបទៅនឹងសំណួររបស់លោកប្អូនអ្នកសម្របសម្រួលកម្មវិធីនេះខ្ញុំចង់បញ្ជាក់ថាអ្វីដែលហៅថាបុណ្យនោះដែលបងប្អូនអាចទទួលបានពីអំពើរបស់បងប្អូនទាំងឡាយជារៀងរាល់ថ្ងៃហ្នឹងរៀងរាល់ថ្ងៃដែលខំធ្វើនោះអ្វីដែលបានធ្លាក់ទៅក្នុងដួងចិត្តរបស់បងប្អូននោះដែលជាកុសលនោះអ្វីនោះដែលហៅថាបានបុណ្យនោះគឺបានទៅលើចិត្តនោះឯងដូច្នេះក៏បីជំរាបផងដែរអំពីពាក្យថាបុណ្យនោះប្រែថាម៉េចបុណ្យនឹងជាពាក្យដែលប្រែថាព
ពេញឬមួយបំពេញបងប្អូនលោកអ្នកដែលខំទៅធ្វើបុណ្យនឹងបានទីក្តីថាទៅបំពេញគឺបំពេញជាកុសលក្នុងដួងចិត្តរបស់បងប្អូនដូច្នេះដរាបណាដែលបងប្អូនបានធ្វើតាមកាយតាមវិចារនៅពិធីណាកិច្ចណាតាមផ្លូវពធហើយបងប្អូនអាចទទួលផលបុណ្យនឹងភ្លាមតាមសេចក្តីពិចារណារបស់ខ្លួនឯងនឹងឲ្យដឹងថាតើចិត្តរបស់អាត្មាអញក្នុងពេលដែលធ្វើនេះតាមពិតវាមានដល់ទៅ3លំដាប់បងប្អូនអ្នកដែលធ្វើបុណ្យទាំងឡាយក៏បីជ្រាបថាផលល្អក្តីជាពិសេសចង់និយាយអំពីផលល្អពុះសំណួរតាក់ទងនឹងបុណ្យច្រើនជាងបាបលោកអ្នកដែលគ្រាន់តែគិតថាទៅធ្វើបុណ្យជាអំពើជាកុសលណាមួយនោះកាលដែលទើបនឹងគិតនេះបងប្អូនបានផលមួយលំដាប់ទៅហើយតែផលបុណ្យនោះពីព្រោះការដែលគិតនេះគឺចិត្តអ្នកគិតហើយផលដែលតាក់ទងទៅបានទៅលើចិត្តនឹងហើយដែលហៅថាបុណ្យដល់បងប្អូនបានទៅធ្វើនោះក្នុងពេលដែលធ្វើនោះចិត្តបងប្អូនជ្រះថ្លាសប្បាយរីករាយនឹងអំពើនឹងកិច្ចដែលបានទៅធ្វើនោះនឹងបុណ្យនឹងបានមួយលំដាប់ទៀតជាលំដាប់ទី2ខ្ញុំមិនបាច់ជម្រាបជាបល័យជាអីទេដើម្បីឲ្យស្រួលយល់លំដាប់ទី3ក្រោយដែលបងប្អូនបានធ្វើហើយឧទាហរណ៍បងប្អូនបានធ្វើសាលាធ្វើពហិធ្វើកុដិឬក៏ធ្វើកឋិនថ្ងៃក្រោយមកទៀតអ្នកធ្វើតែងរលឹកនឹកឃើញដល់អនុស្សាវរីយ៍ដែលបានធ្វើនោះធ្វើឲ្យចិត្តនឹងសប្បាយរីករាយដូច្នេះអ្នកទាំង3លំដាប់ហ្នឹងលំដាប់ដែលគិតហើយជ្រះថ្លាសប្បាយនឹងធ្វើលំដាប់ដែលកំពុងធ្វើហើយសប្បាយរីករាយនឹងទិដ្ឋភាពដែលកំពុងធ្វើលំដាប់ទី3នឹកឃើញដល់អនុស្សាវរីយ៍ដែលបានធ្វើហើយរំភើបសប្បាយឡើងវិញលំដាប់ទាំង3ដែលហូរចូលទៅក្នុងផ្លូវចិត្តនេះឯងហើយដែលសន្មតហៅថាបុណ្យឲ្យចំណែកដែលមួយផ្នែកទៅនោះដែលជាប់គ្នាទៅជាមួយនឹងបុណ្យនោះគេហៅថាអានិសង្សអានឹងក៏អាចឃើញក្នុងបច្ចុប្បន្នជាតិហ្នឹងក៏មានឃើញចំណែករឿងបុណ្យដែលខ្ញុំនិយាយពីបុណ្យមិញហ្នឹងគឺឲ្យផលភ្លាមចឹងឯងប៉ុន្តែរឿងអានិសង្សនេះវាមានភ្លាមនិងមានមិនភ្លាមប៉ុន្តែវាជាប់ទៅជាមួយគ្នាហ្នឹងឧទាហរណ៍បងប្អូនធ្វើទានចិត្តល្អណាបើនិយាយតាមសុភ័ក្រដែលព្រះអង្គលោកទៅសួរព្រះអង្គនោះថាហេតុអីបានជាមនុស្សខុសគ្នាមានកាចមានស្លូតមានល្អអាក្រក់អាយុវែងអាយុខ្លីបញ្ញាល្ងងអីនោះគឺវាមានវែងឆ្ងាយទៅទៀតខ្ញុំមិនមានឱកាសនឹងរៀបរាប់ឲ្យច្រើនពេកទេគ្រាន់តែចង់ជម្រាបថាអ្វីដែលទៅជាមួយនឹងដួងចិត្តនោះទៅជាប់គ្នាជាមួយនឹងចិត្តនោះអ្វីនោះហៅថាអានិសង្សឧទាហរណ៍ថាបងប្អូនធ្វើអំពើល្អជាច្រើនទៅរាប់ថាទទួលផលល្អទៅរកស៊ីកើតកាលវាលគុំសុខសប្បាយសេចក្តីផលិតផលជាសម្ភារៈឧទាហរណ៍ដូចជាថាមានផ្ទះសម្បែងមានទ្រព្យសម្បត្តិមានស័ក្តិមានយសទាំងអស់ទាំងឡាយទាំងពួងនេះជាអានិសង្សដែលភ្ជាប់ទៅជាមួយនឹងចិត្តជាកុសលរបស់លោកអ្នកនោះឯងដូច្នេះខ្ញុំសូមត្រឡប់បញ្ជាក់សារជាថ្មីមកវិញដើម្បីឲ្យចំនឹងសំណួររបស់លោកប្អូនថាតើបុណ្យជាអ្វីទៅបុណ្យនោះគឺជាអ្វីដែលធ្លាក់ទៅក្នុងដួងចិត្តរបស់លោកអ្នកដែលកំពុងតែប្រព្រឹត្តដើម្បីសន្សំបុណ្យនោះឯងហើយចំណែកអ្វីដទៃទៀតនោះមិនហៅថាបុណ្យទេគឺហៅថាអានិសង្សប៉ុន្តែតើសំរុំជាចម្លើយទេលោកប្អូនបាទខ្ញុំនឹងមានសំណួរជាបន្តទៀតប៉ុន្តែដោយសារខ្ញុំជាប់នឹងសំណួរនេះដដែលដែរតែលោកខំវាសនាដែរខ្ញុំទៅមានជាយុវន័យឬក៏ការយល់ឃើញយ៉ាងណាមួយផ្នែករបស់នឹងការបកស្រាយរបស់គាត់បាទខ្ញុំសូមជំរាបលោកដើម្បីសិក្សាអំពីពាក្យបុណ្យនិងបាបនេះហើយនឹងវិធីក្នុងការប្រព្រឹត្តក្នុងការធ្វើទង្វើដែលចាត់ទុកជាបុណ្យនិងបាបនេះឲ្យបានត្រឹមត្រូវជាបឋមយើងត្រូវយល់អំពីតួនាទីរបស់ចិត្តសិនតើជាកន្លែងផ្ទុកអ្វីហើយធម្មជាតិនៃចិត្តនឹងវាមានសភាពបែបណាអ្វីត្បិតតែយើងមិនដែលបានឃើញវាដូចជាវត្ថុទាំងឡាយដែលយើងបានឃើញដោយភ្នែកក៏ពិតមែនក៏ប៉ុន្តែចិត្តមានសភាពរបស់វាច្បាស់លាស់ហើយវាមានអំណាចខ្លាំងណាស់ដែលសម្គាល់ថាខ្លួនយើងនឹងគឺចិត្តនឹងឯងផងទៅដូច្នេះការអប់រំឃុំក្រងចិត្តបានលុះត្រាតែយើងស្គាល់ធម្មជាតិនៃចិត្តសភាពនៃចិត្តច្បាស់លាស់ទើបយើងដឹងថាតើទង្វើបុណ្យនិងបាបនោះវាផ្ទុកនៅទីណាសភាពចិត្តបើយើងនិយាយតាមរបៀបបច្ចេកទេសឬក៏របៀបវិទ្យាសាស្ត្រវាគឺជាធម្មពលវាជាធម្មពលមួយយ៉ាងដែលមានអំណាចនៅក្នុងចិត្តរបស់យើងនឹងប៉ុន្តែវាមានលក្ខណៈដែលយើងអាចនិយាយបានថាវាដឹងហ្នឹងណាមានប្រកបទៅដោយញាណដោយអីនៅក្នុងហ្នឹងណាប៉ុន្តែសន្តានរបស់វាមានរបៀបដូចជាធម្មពលដូចជាដែនដែកឆក់អីចឹងទៅណាយើងមិនអាចសង្កេតឃើញទេក៏ប៉ុន្តែមានបើយើងដាក់ក្បែរដែកដទៃទៀតវាឆក់បានអញ្ចឹងសន្តានរបស់ចិត្តមានសន្តានរបៀបហ្នឹង
ហើយកាលណាយើងមានចេតនាល្អឬក៏ចេតនាអាក្រក់អាចេតនានោះវាធ្លាក់ចូលទៅក្នុងចិត្តរបស់យើងនោះវាសន្សំបានជាអកុសលធម៌និងកុសលធម៌កាលណាបំណងរបស់យើងជាបំណងល្អវាធ្លាក់កុសលធម៌ចូលទៅក្នុងនឹងទៅបើសិនណាជាបំណងយើងជាបំណងអាក្រក់វាធ្លាក់អកុសលធម៌ទៅក្នុងចិត្តនឹងទៅវាដាមទៅនៅក្នុងធម៌ពលនៃចិត្តនឹងទៅសភាពរបស់វាអញ្ចឹងបានខ្ញុំនិយាយខាងដើមថាដើម្បីសិក្សាព្រះធម៌គ្រប់ប្រតិបត្តិតាមព្រះធម៌យើងត្រូវស្គាល់ពាក្យជាគន្លឹះនិងដំណើរពិតជាមុនសិនដើម្បីឲ្យយើងអនុវត្តទៅទាញបានជាប្រយោជន៍ពីកិច្ចប្រតិបត្តិរបស់យើងបើយើងស្គាល់សន្តាននៃចិត្តរបៀបនឹងហើយឯកសារទិន្នន័យទាំងអស់ដែលយើងបានធ្វើវាផ្ទុកនៅទីនឹងហើយបានយើងចាប់ផ្ដើមអំពីដំណើរការរបស់វាដោយបងកំពេចគាត់មានប្រសាសន៍ចឹងថាមโนពពាំងកមាធម្មាការពិតមនុស្សយើងបើយើងសរុបសេចក្តីឲ្យខ្លីមកថាអាចធ្វើសកម្មភាពតាមរូបភាព3យ៉ាងលក្ខណៈសន្តាន3យ៉ាងមានកាយមានវាចានិងមានចិត្តទាំង3នេះគឺចាត់ទុកជាសកម្មភាពហើយសូម្បីតែយើងអង្គុយស្ងៀមគ្រាន់តែយើងគិតហ្នឹងក៏ចាត់ទុកជាសកម្មភាពមួយទៅហើយដូច្នេះសកម្មភាពមួយវាត្រូវមានសកម្មភាពជាកុសលនិងសកម្មភាពជាអកុសលបើយើងផ្ដើមគិតឡើងផ្ដើមចិត្តក្នុងខ្លួនយើងឡើងជាកុសលជាការប៉ុនប៉ងបៀតបៀនជាការចង់បានជាការមានះជាសេចក្តីរឹងត្អឹងវាធ្លាក់ធម្មជាតិធម៌អាក្រក់ដែលពុទ្ធព្រះបរមគ្រូនៃយើងថាគ្នាចិញ្ចឹមអាធម៌អាក្រក់ហ្នឹងវាតសន្សំនិស័យជាមនុស្សអាក្រក់ហ្នឹងវាតមិនងាយគាស់បានហ្នឹងណាវាខុសគ្នាច្រើនឬតិចវាទៅតាមនិស័យដែលខ្លួនបានធ្វើហើយនិស័យដែលធ្វើនេះទៀតសោតទោះបីជាបងប្អូនដឹងឬមិនដឹងយល់ពីធម្មជាតិនេះឬមិនយល់ដំណើររបស់វាគឺត្រូវតែអញ្ចឹងដូចខ្ញុំធ្លាប់និយាយថាកូនក្មេងទោះបីជាវាស្គាល់ភ្លើងឬមិនស្គាល់ភ្លើងធម្មជាតិមិនបានអនុគ្រោះឲ្យវាឡើយទោះបីជាបងប្អូនថាខ្ញុំមិនបានដឹងថាអ្នកធម្មជាតិអាក្រក់ឬក៏ល្អថតនៅក្នុងចិត្តពេលដែលយើងផុតរលត់ក្នុងโลกនេះទៅគឺចិត្តនឹងហើយនាំយកទាំងទិន្នន័យល្អអាក្រក់ទៅចាប់ជាតិតាមដំណើររបស់កម្មអំពើហ្នឹងដែលយើងបានសាងហ្នឹងទៅតាក់តែងក្នុងជាតិមុខបន្តទៅទៀតឬមួយចិត្តយើងមានសន្តានមានសន្តានជាសត្វដេរឆានគេហៅថាមនុស្សប៉ុន្តែចិត្តជាដេរឆាននោះមនុស្សដេរឆានណោនោះវាទៅយោងកំណើតជាអបាយភូមិអីទៅបងប្អូនថាមិនដឹងក៏ធម្មជាតិអត់មានលើកលែងដែរដល់ពេលបងប្អូនស្គាល់ដំណើរហ្នឹងដំណើរនៃការកត់ត្រាដំណើរនៃការប្រព្រឹត្តរបស់ចិត្តដែលមានសន្តានបែបហ្នឹងហើយទើបបងប្អូនអាចរៀបចំសកម្មភាពរបស់បងប្អូនឲ្យស្របជាមួយនឹងដំណើររបស់ធម្មជាតិហ្នឹងមិនមែនថាទេរូបភាពទាំងអស់អាចឲ្យគេមើលឃើញថាជាទង្វើបុណ្យមានជាអាចការធ្វើសង្ឃទានអញ្ចឹងទៅការធ្វើបុណ្យភ្ជុំអីចឹងទៅការធ្វើកឋិនអីចឹងទៅរូបភាពមើលឃើញជាបុណ្យប៉ុន្តែមិនមែនថាត្រូវតែបានបុណ្យទេពីព្រោះវាសំខាន់ទៅលើមโนពពាំងកមាធម្មាអ្វីដែលយើងធ្វើជាសកម្មភាពទាំងអស់ហ្នឹងកាយវាចាចិត្តហ្នឹងមានមโนទ្វាជាអ្នកដល់មុននេះជាភាសារបស់ព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងអំពីដំណើររបស់ធម្មជាតិនៅក្នុងខ្លួនយើងពេលដែលផ្ទុកឯកសារយ៉ាងម៉េចគឺវាស៊ីសងទៅលើមโนទ្វានឹងហើយកាលណាចេតនារបស់យើងល្អយើងអត់ទាន់ទាំងបានធ្វើអ្វីផងដោយបង្ពេចគាត់មានប្រសាសន៍មិនអញ្ចឹងវាបានបននឹងវាបានជាកុសលធម៌ធ្លាក់ទៅក្នុងចិត្តមួយសាទៅហើយចិត្តនឹងហើយជាអ្នកនាំទៅយោងកំណើតថ្មីទៅទៀតនោះហើយអ្វីដែលយើងចាត់ទុកថាជាបុណ្យតាមការភ័ន្តច្រឡំរបស់យើងមិញហ្នឹងមានថារូបស្អាតអាយុវែងគ្រឿងសម្ភារៈនៅជុំវិញយុស័កដែលកើតមកវាគ្រាន់តែជាផលអមជាអានិសង្ឃជាវិបាកនៃទង្វើរបស់យើងទេពុំមែនជាចេតនាដែលយើងត្រូវតែប្រាថ្នានោះទេកាលណាយើងប្រាថ្នាយើងគិតមើលថាតើមโนថតធម៌អីចូលវាថតធម៌អកុសលធម៌គឺលោភៈធម៌មិនមែនថតចូលធម៌ល្អទេអញ្ចឹងបងប្អូនត្រូវត្រួតពិនិត្យជាប្រចាំអំពីសភាពនៃចិត្តពេលដែលយើងកំពុងតែធ្វើកិច្ចការអ្វីមួយមិនមែនថាយើងលួចធ្វើក្របមុងក្របភួយហើយគ្មានអ្នកណាដឹងឬក៏អ្នកណាខ្លះនោះថាទោះបីជាយើងក្របមុងក្របភួយក៏ដោយទេវតានៅឋានលើព្រះអង្គដឹងទាំងអស់តើសភាពតាមដំណើររបស់ធម្មជាតិពិតនោះវាអញ្ចឹងដែរអត់ព្រះបរមគ្រូនៃយើងព្រះអង្គត្រាស់ដឹងទៅវាមិនឃើញធម្មជាតិនោះបែបនោះសោះដូច្នេះបានជាព្រះអង្គប្រើពាក្យមួយទៀតជាកន្លឹះនោះថាសទ្ធាជ្រះថ្លានោះមានន័យថាក្រោយដែលពីសិក្សាអស់ទៅវាលែងជឿឬមិនជឿហ្នឹងទៅគឺវាច្បាស់កើតជាសទ្ធាជ្រះថ្លាអញ្ចឹងបងប្អូនត្រូវត្រួតពិនិត្យមើលទំហំនៃបុណ្យដែលយើងបានទទួលទៅក្នុងចិត្តណាខ្ញុំប្រើពាក្យថាទំហំទៅចុះតាមពិតគឺប្រើពាក្យថាកម្លាំងនៃបុណ្យអីចឹងទៅចុះ
មិនមែនដោយសារចំនួនដែលយើងបានធ្វើទេឧបមាថាបើខ្ញុំដាក់លុយ100ទៅក្នុងបាតលោកឬក៏ធ្វើបន់ស្អីអ្នកផ្សេងដាក់100វាបានប៉ុនគ្នាមិនទេសភាពនៃចិត្តដំណើរការកត់ត្រានៃចិត្តដំណើររបស់ធម្មជាតិវាមិនដូចគ្នាឡើយវាស៊ីសងទៅលើអំណាចនៃដួងចិត្តខ្ញុំសូមអធិស្ឋានកាត់លោកត្រង់នឹងបន្តិចដែលលោកថាការធ្វើបុណ្យមានថាយើងដាក់100ដាក់អីទៅបានប្រហែលប៉ុណ្ណឹងទេត្រង់ហ្នឹងវាតាក់ទងទៅក្នុងបុណ្យហ្នឹងវាមានភ្ជាប់ទៅនឹងគាថាវាមាន3គេថាធ្វើបុណ្យធ្វើទានធ្វើបុណ្យទៅតាមសទ្ធាហើយពុទ្ធបរិស័ទយើងយល់ឃើញថាធ្វើបុណ្យទៅតាមសទ្ធាហ្នឹងគាត់យល់ឃើញថាបើគាត់មានទ្រព្យសម្បត្តិតិចគាត់ធ្វើតិចមានទ្រព្យសម្បត្តិច្រើនគាត់ធ្វើច្រើនប៉ុន្តែតាមការបកស្រាយរបស់លោកនៅក្នុងពាក្យសទ្ធាហ្នឹងគឺជាការជ្រះថ្លានៅក្នុងចិត្តរបស់ខ្លួនបានន័យថាចិត្តហ្នឹងជាតួនៃចេតនារបស់បុណ្យហើយដែលលោកកឹមពេជ្របានថាបកស្រាយថាបើយើងធ្វើបុណ្យភ្លាមយើងនឹងបានភ្លាមបានទៅដល់ចិត្តរបស់យើងហ្នឹងយើងសប្បាយនឹងធ្វើបុណ្យហ្នឹងអញ្ចឹងសូមឲ្យលោកជួយបញ្ជាក់ថាការដែលធ្វើបុណ្យតិចបានតិចធ្វើបុណ្យច្រើនបានច្រើននេះទៅតាមពុទ្ធសាសនាវាយ៉ាងម៉េចដែរបាទធ្វើបុណ្យតិចបានតិចធ្វើបុណ្យច្រើនបានច្រើនហ្នឹងវាស៊ីសងទៅលើមโนទ្វារហ្នឹងចេតនារបស់បុគ្គលហ្នឹងដល់កម្រិតណាជួនកាលគាត់មានលុយតែ500រៀលទេប៉ុន្តែគាត់ហ៊ានរំលែក300រៀលយកទៅចូលបុណ្យសួរថាកម្លាំងនៃសេចក្តីជ្រះថ្លារបស់គាត់ក្នុងការធ្វើទានមួយហ្នឹងសួរថាអំណាចនៃសេចក្តីលះបង់អំណាចនៃដួងចិត្តក្នុងការកាត់ទ្រព្យសម្បត្តិរបស់ខ្លួនទៅធ្វើទានហ្នឹងវាមានអំណាចខ្លាំងកម្រិតណាបើមានបុគ្គលមួយទៀតមានលុយ$1 លានហើយគាត់ហ៊ានធ្វើ10000ស្មានតែជាធម្មជាតិនៃចិត្តហ្នឹងគាត់ថតនៅក្នុងចិត្តហ្នឹងនៅធម្មជាតិបុណ្យហ្នឹងនៅធម្មជាតិកុសលធម៌ហ្នឹងបានស្មើនឹងបុគ្គលដែលមានអំណាចនៃការតាំងចិត្តក្នុងការធ្វើទានហ្នឹងដល់កម្រិតរហូតដល់លះទ្រព្យសម្បត្តិរបស់ខ្លួនជាងពាក់កណ្ដាលគឺមានន័យថាគាត់មាន500គាត់លះជាង300សួរថាអំណាចនៃចិត្តហ្នឹងវាមានកម្រិតណាអញ្ចឹងកុសលធម៌ដែលធ្លាក់ទៅក្នុងចិត្តនោះវាមានកម្រិតទៅតាមនោះត្រង់នឹងហើយដែលខ្ញុំនិយាយថាសិក្សាអំពីដំណើរធម្មជាតិដើម្បីរៀបរយសកម្មភាពធ្វើទានធ្វើបុណ្យរបស់យើងឲ្យស្របជាមួយនឹងធម្មជាតិពេលដែលយើងចេញកម្លាំងហើយយើងទាញបានជាប្រយោជន៍ខ្ញុំលើកឧទាហរណ៍មួយនៅកាលពីចំនួនព្រះពុទ្ធសម្ដែងនោះព្រះអង្គមានរបៀបបង្ហាញមិនដឹងជារឿងពិតឬក៏រឿងមិនពិតទេក៏ប៉ុន្តែជារឿងមួយដែលគេនិយាយអំពីរឿងនារីកំសត់មួយនោះដែលគាត់មានចិត្តចង់បូជាព្រះចេតិយដែលគេបញ្ចុះព្រះសារីរិកធាតុនាងរកការអីទៅបូជាមិនបានដែលគេសពគ្រប់នោះគេបូជាតាមផ្កាភ្ញីនៃលុយដែលគេអាចទិញបានអីចឹងទៅនាងនឹងគាត់អត់មានលុយមានអីទិញគាត់មានតែផ្ការនោងបំណាច់ចិត្តដែលតាំងចិត្តក្នុងការធ្វើទានធ្វើសេចក្តីបូជាគោរពប្រតិបត្តិហ្នឹងអំណាចនៃទឹកចិត្តដែលខ្លាំងបរិសុទ្ធហ្នឹងធ្វើឲ្យនាងនឹងបានអានិសង្សខ្ពស់រហូតដល់គេហៅថាសមីទានសួរថានេះយើងឆ្លោះបញ្ចាំងក្នុងពេលបច្ចុប្បន្នសួរថាព្រះពុទ្ធសាសនាឬក៏ព្រះធម៌មានលក្ខណៈណាកេងប្រវ័ញ្ចដើម្បីឲ្យមនុស្សធ្វើឲ្យបានច្រើនមកដែរដែលយើងថាសប្តាហ៍ថ្ងៃហ្នឹងថាអូយធ្វើបុណ្យឲ្យធំមកធ្វើកឋិនឲ្យធំមកហែចូលមកអីមកសួរថាឥឡូវបើជាអាចារ្យវត្តឬក៏ជាយាយជីឬក៏ជាដល់លោកសង្ឃទៅចោះពេលណាព្រះអង្គកាន់ក្បាលមីក្រូព្រះអង្គថាណែខ្ញុំជូនកឋិនទៅលោកឯកឧត្តមសួរថាមโนទ្វាររបស់បុគ្គលដែលកំពុងតែនិយាយនឹងគាត់កំពុងតែថតធေါ်អីថតធေါ်លោកភ័ក្រចូលទៅក្នុងខ្លួនគ្មាននរណាដឹងជាងខ្លួនគាត់ទេពីព្រោះថាបុណ្យតាមដំណើររបស់ធម្មជាតិដែលប្រាប់រំគូនៃយើងព្រះអង្គត្រាស់ដឹងនោះគឺវាស៊ីសងទៅលើអំណាចនៃការតាំងចិត្តក្នុងការធ្វើល្អឯនោះទេវាមិនមែនសំដៅទៅដោយវត្ថុដែលនៅជុំវិញខ្លួននឹងទេត្រង់កន្លែងហ្នឹងបងប្អូនអ្នកក្រទ្រព្យសម្បត្តិទាំងឡាយអាចនឹងធ្វើបុណ្យប្រសើរល្អថ្លៃថ្លាជាងអ្នកមានទ្រព្យសម្បត្តិទៅទៀតផងហើយបើបុគ្គលមួយដូចជាព្រះសង្ឃឬក៏លោកតាអាចារ្យដូនជីណាគាត់កាន់ក្បាលមីក្រូហើយគាត់តាំងចិត្តក្នុងការអំពាវនាវដើម្បីឲ្យគេមកធ្វើបុណ្យគាត់ថាមកធ្វើបុណ្យអញ្ចឹងចុះឲ្យគេចំណាយធនធានទ្រព្យសម្បត្តិរបស់គេដើម្បីជាប្រយោជន៍របស់ខ្លួនគាត់ណាដែលគាត់មានបំណងនឹកឃើញថាបើអញដាក់ឈ្មោះគេនៅលើបុណ្យនៅលើស្លឹកកឋិននឹងដាក់ឈ្មោះគេឯកឧត្តមអីចឹងគេមិនទាន់ដល់ឯកឧត្តមហ្នឹងក៏បញ្ជឿបញ្ជោគេដើម្បីឲ្យគេចូលបុណ្យហ្នឹងក្នុងមโนទ្វាររបស់គាត់ណាថាតើគាត់គិតយ៉ាងម៉េចមโนទ្វារវាបានថតនៅអកុសលធម៌គឺធម៌លោភៈទៅក្នុងចិត្តហើយគាត់ខំធ្វើកម្រិតណាក៏ដោយទីបំផុតវាមិនបានកុសលធម៌ធ្លាក់ទៅនៅក្នុងចិត្តសម្រាប់ជាទីនាំយើងទៅចាប់ជាតិនៅកន្លែងល្អឬក៏ទីខ្ពស់ឯណានៅជាតិក្រោយទីបំផុតខំប្រឹងធ្វើមកកណោស្រាប់ដល់ពេលចិត្តតិវាទៅកន្លែងអបាយភូមិដោយសារអីយើងជាមនុស្សដែលសន្សំធម៌អាក្រក់នឹងអកុសលធម៌នៅក្នុងចិត្តហើយខ្ញុំសូមនិយាយបន្តិចពីរឿងការតាំងចិត្តក្នុងការធ្វើអាក្រក់វិញអាក្រក់ក៏ដូចគ្នាសួរថាយើងស្លាប់មនុស្សម្នាក់ស្លាប់សត្វមួយឬក៏សម្លាប់
សត្វតូចសត្វធំអីមួយឬក៏ប៉ងធ្វើអាក្រក់រឿងអីមួយយើងលើកពីការសម្លាប់ចោះវាងាយនឹងធ្វើការប្រៀបធៀបឧបមាថាបើយើងស្លាប់សម្ោចមួយស្លាប់មន់មួយស្លាប់ជ្រូកមួយស្លាប់គោមួយសួរថាបាបប៉ុនគ្នាសម្រាប់ការពិបាកបញ្យលឬក៏មនុស្សដែលគ្មានសមត្ថភាពបញ្យលគេថាស្លាប់មួយបាបប៉ុនតែគ្នាហ្នឹងការពិតទៅវាមិនបានគ្នាទេវាស៊ីសងទៅលើអំណាចនៃសេចក្តីសាហាវពីក្នុងចិត្តការតាំងចិត្តថាយើងនឹងសម្លាប់បណ្ណានោះអាការដែលតាំងខ្លាំងនោះហើយវាជ្រោចនៅអកុសលធម៌ធ្លាក់ចូលទៅក្នុងភវង្គចិត្តរបស់យើងសន្សំជាសត្វដែលសាហាវដែលទៅចិត្តក្រោយហ្នឹងវាចុតតេទៅនៅក្នុងអបាយភូមិគឺសត្វសាហាវហ្នឹងទៅវាមិនបានយួងកំណត់ជាមនុស្សខ្ញុំសូមនិយាយមិនតិចទៀតក្នុងករណីដែលលោកថាជាចេតនារបស់ចិត្តតាំងចិត្តក្នុងការធ្វើអំពើអាក្រក់ហើយលោកនិយាយពីរឿងការសម្លាប់សត្វសម្លាប់អីប៉ុន្តែយើងសង្កេតឃើញនៅក្នុងសង្គមយើងការធ្វើមនុស្សឃាតយើងឃើញថាការសម្លាប់ខ្លះគ្រាន់ថាដូចជាចាក់សម្លាប់ឬក៏វាយសម្លាប់ទេប៉ុន្តែយើងឃើញអំពើសម្លាប់ខ្លះឧទាហរណ៍កាត់ក្បាលកាត់ដៃកាត់ជើងឲ្យសល់តែតួខ្លួនតើនឹងជាចេតនានៃកម្លាំងទីចង់សម្លាប់មួយខុសគ្នាពីការសម្លាប់ព្រោះជីវិតវាស្លាប់ដូចគ្នាប៉ុន្តែរបៀបសម្លាប់វាឃើញខុសគ្នាគ្មាននរណាទៅស្ទង់ធម្មជាតិធម៌នៅក្នុងចិត្តអ្នកសម្លាប់បានទេយើងពីក្រោយគ្រាន់តែស្ទង់ស្មានទេមានតែបុគ្គលដែលសម្លាប់នឹងដឹងតែហ្មងប៉ុន្តែយើងអាចស្ទង់ពីក្រោយទៅស្មានប្រហែលជាគ្រាន់តែវាថាដូចថាខុសគីឡូខុសខាំអីតិចតួចអញ្ចឹងណាប៉ុន្តែយើងអាចស្មានដឹងថាមានលក្ខណៈមួយនោះសម្លាប់ដូចគ្នាតែមានលក្ខណៈសាហាវដួងចិត្តបុគ្គលដែលសម្លាប់នឹងគឺវាជ្រោចនៅអកុសលធម៌ទៅក្នុងភវង្គចិត្តខ្លាំងណាស់បុគ្គលមួយទៀតគាត់ជួនកាលគាត់អាចនឹងសម្លាប់ដែរសម្លាប់ជួនកាលអ្នកខ្លះស្ទើរតាំងពាក្យហៅថាសម្លាប់សង្គ្រោះទៀតផងនៅក្នុងសមរភូមិដែលយើងឃើញមើលទៅថាមនុស្សនឹងຕົកទៅវាថិតតៃខ្លាំងមែនទែនណាយើងអាណិតណាស់យើងទៅជាបាញ់សម្លាប់ដើម្បីឲ្យគាត់ឆាប់ស្លាប់ទៅសួរថាការសម្លាប់បែបហ្នឹងវាបានអីមកវិញយើងស្ទង់ក្នុងចិត្តយើងដឹងណាហើយចុះគេសួរថាហេតុអ្វីបានគេថាសម្លាប់ឪពុកម្ដាយឯងហ្នឹងបាបខ្លាំងណាស់សម្លាប់ព្រះអរហន្តឬក៏ធ្វើឲ្យព្រះអរហន្តចេញឈាមឬក៏បំបែកបំបាក់សង្ឃអីមានទោសធ្ងន់ណាស់មានន័យថាអកុសលធម៌ធ្លាក់ចូលទៅក្នុងចិត្តខ្លាំងណាស់យើងស្ទង់តែចិត្តយើងដឹងណាសួរថាហេតុបានស្លាប់អស់នឹងបាបខ្លាំងម្ល៉េះយើងស្ទង់តែចិត្តក្នុងខ្លួនយើងដឹងណាយើងសួរថាបើសម្ោចស្លាប់ដល់ងាយយើងលុកដៃគ្មានខ្លាចអីសម្ោចដល់ពេលចង្ហិតរៀងញីញ័រតិចណាចុចបន្តិចដល់ពេលគោរៀងធំណាដល់ពេលចិត្តយើងហ៊ានសម្រាប់ដល់ម៉ែឪរបស់យើងហើយសួរតែក្នុងធម្មជាតិនៃចិត្តនោះវាជ្រោចអាធម្មជាតិសាហាវនឹងខ្លាំងយ៉ាងណាទៅក្នុងភវង្គចិត្តនោះសួរថាបើវាជ្រោចម្ដងយ៉ាងនឹងទៅហើយសួរតែទៅរកហើយឡើងឋានសុខសួគ៌ឯណាទៅចាប់បានកំណើតជាតិក្រោយហ្នឹងវាមានតែទៅអបាយភូមិពីព្រោះចិត្តនេះវាជាចិត្តអបាយភូមិនឹងឯងជាចិត្តសត្វទៅស្ថិតនៅក្នុងអបាយភូមិសត្វដេរឆាននឹងឯងដល់ពេលយើងស្គាល់ពីដំណើររបស់ធម្មជាតិបែបហ្នឹងហើយបានជាយើងត្រូវសម្អាតចិត្តរបស់យើងឲ្យធ្លាក់នៅកុសលធម៌អញ្ចឹងវាមិនសំខាន់ទៅលើសម្ភារៈជាគ្រឿងដែលគេអាចមើលឃើញជាពិសេសគឺបុគ្គលបឋិជននិងបុគ្គលមិនសូវសិក្សាអាចមើលឃើញគាត់ថាអូជាគ្រឿងលំដាប់ធំណាស់ប៉ុនគេធំតែសំខាន់បំផុតគឺក្នុងដួងចិត្តនេះជាច្បាប់ធម្មជាតិដំណើររបស់ធម្មជាតិដែលព្រះបរមគ្រូព្រះអង្គត្រាស់ដឹងអញ្ចឹងសូមកុំតូចចិត្តថាយើងកើតមកជាកូនអ្នកក្រអីមិនបានធ្វើបុណ្យមិនបានធ្វើទានគ្រាន់តែយើងតាំងចិត្តម្ដងហើយម្ដងទៀតក្នុងការធ្វើទានប៉ុន្តែយើងវាអត់មានលុយធ្វើក៏វាបានបុណ្យព្រោះពាក្យថាបុណ្យមានន័យថាកុសលធម៌ធ្លាក់ចូលទៅក្នុងភវង្គចិត្តណាឃើញទេឲ្យយើងយល់ពីដំណើររបស់ធម្មជាតិហ្នឹងយើងនឹងឃុំក្រងសកម្មភាពរបស់យើងដើម្បីទាញយកប្រយោជន៍ពីកិច្ចប្រតិបត្តិបានហើយសូមអរគុណបាទសូមអរគុណហើយជាបន្តមកទៀតដែរខ្ញុំក៏ចង់មានសំណួរជម្រាបទៅលោកកឹមពេជ្រដែរតកតងទៅនឹងរបៀបនៃការធ្វើបុណ្យហើយនឹងសេចក្តីប្រាថ្នារបស់អ្នកធ្វើបុណ្យហើយដូចខ្ញុំបានជម្រាបខាងដើមអញ្ចឹងថានៅក្នុងរវាងក្នុងការធ្វើបុណ្យយើងឃើញមានគាថានៃវធ3ធ្វើបុណ្យធ្វើទានធ្វើបុណ្យទៅតាមសទ្ធាប៉ុន្តែការធ្វើបុណ្យរបស់ពុទ្ធបរិស័ទយើងម្នាក់តែងតែមានសេចក្តីប្រាថ្នាការប្រាថ្នារបស់ខ្លួននឹងគឺប្រាថ្នានឹងបច្ចុប្បន្នជាតិនៅក្នុងជាតិដែលកំពុងមានជីវិតហើយក៏ប្រាថ្នាទៅក្នុងគេថាអនាគតជាតិបរលោកទៅលោកខាងមុខហើយលោកជាតិក្រោយនឹងវាចាប់ជាតិទៅត្រូវឲ្យបានមានទ្រព្យសម្បត្តិបើក្រុមគ្រួសារប្តីប្រពន្ធដែលស្រឡាញ់គ្នាទៅឲ្យជួបជុំគ្នាទៀតអានេះជាសេចក្តីប្រាថ្នាមួយរបស់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យប៉ុន្តែតាមការបកស្រាយរបស់លោកដូចជានិយមន័យនៃបុណ្យគឺថាពេញឬបំពេញឬក៏ធ្វើបុណ្យកើតបានដល់ចិត្តខ្ញុំថាព
ពុទ្ធបរិស័ទបើសិនជាយល់ឃើញថាការធ្វើបុណ្យបានត្រឹមតែចិត្តទេប្រហែលជាមិនសូវទេពួកខ្ញុំឃើញការប្រាថ្នាមួយប្រាថ្នាឲ្យមានសល់ទ្រព្យសម្បត្តិមានលុយវិឡាឡានកូនចៅកុំឲ្យបែកបាក់គ្នាណាសិតជាសេចក្តីប្រាថ្នាមួយតើលក្ខណៈនៃការប្រាថ្នាឲ្យរបៀបធ្វើបុណ្យយ៉ាងនេះតើទៅតាមអត្តន័យនៃថាការធ្វើបុណ្យបានដល់ចិត្តសូមឲ្យលោកជួយបកស្រាយបញ្ជាក់នឹងអត្តន័យនេះបាទជាការសំរុំណាស់ដើម្បីខ្ញុំមានឱកាសនឹងបំពេញបន្ថែមទៀតអំពីរឿងបុណ្យនេះទៀតជាធម្មតាដោយខ្ញុំបានជម្រាបខ្លះមកហើយតែយើងបងប្អូនលោកអ្នកស្ដាប់តែនៅច្រឡំបល់ពីរឿងបុណ្យនិងអានិសង្សហើយលើសពីនឹងទៅទៀតលោកអ្នកដែលខំព្យាយាមថាធ្វើបុណ្យហ្នឹងគឺសម្ដៅអានិសង្សនឹងឯងច្រើនជាងគឺសម្ដៅទ្រព្យសម្បត្តិសម្ដៅស័ក្តិយុសសម្ដៅរូបរាងកាយស្អាតអាយុវែងអាយុខ្លីទាំងអស់នេះខ្ញុំបានជម្រាបមកសាររួចហើយថាជាអានិសង្សលោកអ្នកខំព្យាយាមក្នុងកិច្ចប្រតិបត្តិពធដែលថាគោរពតាមផ្លូវពុទ្ធសាសនានេះគឺភាគច្រើនដាច់ខាតគឺសម្ដៅរអានិសង្សនេះឯងសេចក្តីអំពាវនាវរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ TDO ដោយសារអង្គការយើងជួបវិបត្តិផ្នែកហិរញ្ញវត្ថុសម្រាប់ជួលវិទ្យុផ្សាយអង្គការយើងសូមអំពាវនាវដល់សប្បុរសជននិងបងប្អូនមិត្តអ្នកស្ដាប់ដែលបានគាំទ្រកម្មវិធីផ្សាយសូមមេត្តាជួយឧបត្ថម្ភជាថវិកាទោះតិចក្តីច្រើនក្តីតាមសទ្ធាព្រោះរយៈពេលកន្លងមកអង្គការយើងពុំដែលបានទទួលថវិកាពីបណ្ដាប្រទេសណាទេគឺបានតែពីសប្បុរសជនខ្មែរមួយចំនួនតែប៉ុណ្ណោះអង្គការយើងសង្ឃឹមថានឹងមានសប្បុរសជនជួយឧបត្ថម្ភដល់កម្មវិធីដើម្បីដំណើរការផ្សាយបន្តបើបងប្អូនមានបំណងជួយឧបត្ថម្ភដល់កម្មវិធីយើងសូមទំនាក់ទំនងតាមអាស័យដ្ឋានផ្ទះលេខ 61A ផ្លូវ608សង្កាត់បឹងកក់ 2 ខណ្ឌទួលគោករាជធានីភ្នំពេញឬតាមទូរស័ព្ទលេខ 012 88 33 49និងមួយខ្សែទៀត012 188 54 40សូមអរព្រះគុណនិងសូមអរគុណគឺសម្ដៅរអានិសង្សនេះឯងប៉ុន្តែការនេះមិនជាខុសឆ្គងអីទេសូម្បីអ្នកដទៃណាដែលក្រៅពីពុទ្ធសាសនាខ្ញុំសូមកាត់លោកថននឹងបន្តិចពុទ្ធបរិស័ទយើងប្រហែលជាពិបាកនឹងពីអានិសង្សហ្នឹងស្អិនតែខ្ញុំឃើញថាលោកបានបកស្រាយមិនស្អាតប៉ុន្តែខ្ញុំសង្កេតឃើញពុទ្ធបរិស័ទយើងនិយាយពាក្យមួយថាអញធ្វើបុណ្យយូរហើយតែវាមិនដែលបានឃើញបុណ្យសោះអាការមិនដែលបានឃើញបុណ្យសោះដល់ពេលយើងសង្កេតលើបុគ្គលអ្នកនិយាយទៀតថាគាត់ចេះតែមានបញ្ហាដូចក្នុងគ្រួសាររបស់គាត់រឿងផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងណាគាត់ថាដែលគាត់ខិតខំធ្វើបុណ្យជួនណាគាត់ថាបើថាខែភ្ជុំគេឲ្យថាតាមនេះមកមាន7វត្តអញ្ចឹងណាគាត់ថា15ថ្ងៃមួយថ្ងៃ2វត្តវា30វត្តហើយនឹងអំណើវិធីបុណ្យរួមផ្សេងៗទៅទៀតគាត់ថាមិនដែលបានឃើញសោះចេះតែបានទុកមកវិញបាននេះថាបានសេចក្តីបាបបាននេះថាគាត់ធ្វើបុណ្យគាត់ចង់ឃើញបុណ្យគាត់មិនគិតឃើញអានិសង្សអីបាទរឿងនឹងវានឹងជម្រាបឲ្យល្អិតល្អន់វាត្រូវពេលវេលាច្រើនណាស់ចំពោះលោកប្អូនអ្នកសួរក៏ដូចជាលោកអ្នកស្ដាប់អ្នកចង់ដឹងចង់ឮពីព្រោះអីយើងលងក្នុងផ្លូវច្រឡំផាត់នឹងវែងឆ្ងាយណាស់មកហើយរហូតដល់វធរបស់យើងនឹងមកជាសាសនាពេញលក្ខណៈទៅហើយស្ទើរនឹងបាត់ទ្រង់ទ្រាយដើមដែលខ្ញុំធ្លាប់បាននិយាយហើយថាពធមិនមែនជាសាសនាឡើយពធខ្ពស់ជាងសាសនាឆ្ងាយណាស់ដល់យើងយកប្រធមអនុវត្តសប្តាហ៍ថ្ងៃនេះយើងយកមកអនុវត្តត្រឹមថ្នាក់សាសនាដល់យើងយកមកអនុវត្តត្រឹមថ្នាក់សាសនាអញ្ចឹងទៅការយល់ដឹងរបស់យើងក៏នៅតែត្រឹមថ្នាក់សាសនាត្រឹមថ្នាក់សាសនានេះឯងហើយដែលយើងចង់ឃើញតែខំធ្វើបុណ្យជឿនសងប់មិនគុំឃើញបុណ្យឲ្យមកការនឹកឃើញបែបអស់ហ្នឹងឬមួយក៏ការទៅបន់ស្រន់បួងសួងសុំនេះសុំនោះសុំកូនសុំចៅសុំសុខសុំទុក្ខសិតតែជារឿងសាសនាមិនមែនជារឿងប្រធមទេហើយយើងស្ថិតនៅក្នុងភាពច្រឡំបល់អញ្ចឹងដល់អញ្ចឹងទៅលោកអ្នកដែលខំថាទៅគោរពពធទុកពធនៅលើនោះហើយនាំគ្នាទៅធ្វើតែត្រឹមសាសនាត្រង់ហ្នឹងខ្ញុំមិនដឹងជាជំរាបយ៉ាងម៉េចទេបើខ្ញុំចង់ជំរាបឲ្យច្បាស់ឲ្យលាស់បានឬក៏ឲ្យត្រឹមត្រូវបានតាមកម្រិតយល់ដឹងរបស់ខ្ញុំដែលខ្ញុំនិយមនោះគឺខ្ញុំនិយមសម្គាល់ថាព្រះធម៌នេះមិនមែនជាសាសនាឡើយលោកអ្នកសួរទាំងឡាយឬក៏លោកអ្នកស្ដាប់ភាគច្រើនដាច់ខាតលោកនៅថ្នាក់លោកនៅអារម្មណ៍របស់លោកអ្នកនៅត្រឹមក្នុងរង្វង់សាសនាច្រើនជាងនៅក្នុងរង្វង់ពធ
ដូច្នេះសំណួររបស់លោកអ្នកក្តីក៏តាក់ទងតែក្នុងរឿងសាសនាហើយចម្លើយដែលលោកអ្នកចូលចិត្តស្ដាប់ឬក៏ងាយនឹងស្ដាប់យល់នោះក៏ត្រូវចម្លើយនោះតាក់ទងតែក្នុងរង្វង់សាសនាចម្លើយរបស់ខ្ញុំដែលចង់ឆ្លើយជូនដល់លោកអ្នកទាំងអស់ដែលជាអ្នកចង់ដឹងឬក៏មិនចង់ឲ្យចុះមិនឲ្យអត្តបានឮនោះខ្ញុំចង់ឆ្លើយជូនឲ្យជ្រៅទៅលើរឿងពធនោះអញ្ចឹងចម្លើយរបស់ខ្ញុំដែលនិយាយអំពីបុណ្យឆ្លើយអំពីបុណ្យទៅចំពោះលោកអូនអ្នកសួរមិញនេះជាចម្លើយដែលតាក់ទងទៅក្នុងរឿងពធមិនមែនជាចម្លើយដែលនៅក្នុងកម្រិតសាសនាទេតែយ៉ាងណាមិញខ្ញុំសូមបន្ថែមបន្តិចទៀតអំពីរឿងអានិសង្សមិញលោកអូនមិនទាន់សួរបញ្ជាក់ពីរឿងអានិសង្សដល់ឡើយប៉ុន្តែខ្ញុំឆ្លើយលើកមុននោះឃើញមិនគ្រប់ដូច្នេះខ្ញុំសូមឆ្លៀតបន្ថែមការដែលយើងខំធ្វើបុណ្យធ្វើទានតែពាក្យថាធ្វើបុណ្យធ្វើទានចាស់គេនិយមហៅអញ្ចឹងតែតាមពិតធ្វើបុណ្យហើយទានហ្នឹងវាជារឿងតែមួយទេធ្វើបុណ្យក៏ដើម្បីបានបុណ្យហើយធ្វើទានក៏ដើម្បីបានបុណ្យចំណែកឯរឿងនិសង្សនេះយើងអាចធ្វើបានការកិច្ចប្រតិបត្តិរបស់យើងក្នុងផ្លូវចិត្តដែលថាវាជាអានិសង្សដែលទៅជាមួយនោះប៉ុន្តែលោកអ្នកទាំងឡាយព្រះពុទ្ធជាព្រះបរមគ្រូរបស់យើងព្រះអង្គព្យាយាមខ្លាំងណាស់ក្នុងកិច្ចធ្វើរោពធទុកឲ្យយើងរាល់គ្នានេះមិនមែនសំដៅយកអានិសង្សជាគោលដៅជាទីបំផុតរបស់ព្រះអង្គទេដែលព្រះអង្គតែងលើកយករឿងនិព្វានមកជាគោលដៅធំនោះគឺដើម្បីសេចក្តីសុខនឹងឯងប៉ុន្តែមុននឹងទៅដល់សេចក្តីសុខនោះលោកអ្នកត្រូវបានទទួលអានិសង្សជាហូរហែមកមានតាំងពីដូចខ្ញុំរៀបរាប់សង្ខេបមកហើយមានទ្រព្យសម្បត្តិមានយសស័ក្តិដែលគេហៅថាលោកធម៌នោះទាំង8យ៉ាងនោះមានអាក្រក់និងមានល្អបើផ្សិនណាជាអានិសង្សទាំងឡាយនោះទោះបីល្អក្នុងកម្រិតណាក៏ដោយផលរបស់លោកអ្នកដែលជាអានិសង្សនោះគឺនៅតែក្នុងភពมันអាចចេញចាកភពបានទេគឺនៅក្នុងកាមភពរូបភពនិងអរូបភពនោះឯងណែអានិសង្សដែលលោកអ្នកបានណែទោះបីបានច្រើនដល់កម្រិតណាក៏ដោយចុះគឺកម្រិតនៃផលនោះគឺនៅតែក្នុងភពហើយសេចក្តីប្រាថ្នារបស់ព្រះអង្គនោះដែលចង់នាំយើងនោះនាំឲ្យផុតភពការដែលទៅអាចទៅផុតភពបាននោះគឺអាស្រ័យដោយការបំពេញនោះឯងណាបំពេញចិត្តជាកុសលនោះដល់ទៅពេញទៅពេលនោះឯងហើយដែលយើងបានទៅចាក់ចេញផុតពិភពមកដូច្នេះការដែលចេញចាក់ភពបានមិនមែនដោយសារអានិសង្សឡើយតែការនិយាយយ៉ាងនេះជំរាបយ៉ាងនេះមិនមែនបដិសេធអានិសង្សទេគ្រាន់តែចង់ជំរាបលោកអ្នកស្ដាប់ឲ្យជ្រាបច្បាស់លាស់កុំឲ្យជៀសវាងការពាន់ច្រឡំអំពីពាក្យថាបុណ្យនោះដែលយល់ថាអូអញខំធ្វើបុណ្យទៅគេអញបានជាលោកជំទាវអញខំបានធ្វើបុណ្យទៅគេអញបានជាឯកឧត្តមអីនោះបើសេចក្តីប្រាថ្នាយ៉ាងនេះបងប្អូនច្រឡំថាជាបុណ្យនោះមិនមែនទេនេះជាអានិសង្សដែលទៅជាមួយគ្នានឹងបុណ្យឥឡូវនេះមិនដឹងជាខ្ញុំឆ្លើយនឹងហួសឬក៏ខុសចាកពីសំណួរយ៉ាងម៉េចទេលោកប្អូនសូមបើខុសបើចាកអីសូមសួរសាជាថ្មីទៀតបាទមានជាបងប្អូនជនរួមជាតិមិនស្ដាប់សាជាថ្មីម្ដងទៀតជាបឋមខ្ញុំសូមវែកញែកពីរឿងបុណ្យបន្តិចសិនទានគឺនៅក្នុងបុណ្យនឹងឯងបុណ្យមានន័យថាមានចិត្តល្អជាគោលហើយចេញមកវិញតាមរូបភាព3គឺកាយវាចាចិត្តប៉ុន្តែមានមโนទ្វាជាគោលគឺថាចេតនាល្អជាដំបូងបានហៅថាបុណ្យប៉ុន្តែចេញមកវាអាចទៅជាកាយទៅជាវាចាទៅជាចិត្តកាយនឹងមានន័យថាការចេះជួយអ្នកដទៃលើកដាក់ចុះឡើងនឹងប៉ុន្តែនៅក្នុងមโนទ្វាដដែលនឹងល្អបើសិនណាជាទៅលើកពីព្រោះចង់បានកូនកំមុំគេទៅលើកព្រោះចង់បានស្លឹកឆ្នោតគេទៅលើកព្រោះតែមានបំណងស្អីកងកចូលមកក្នុងខ្លួនវិញគ្មានចាត់ទុកជាបុណ្យទេហើយបុគ្គលនឹងមិនបាច់យើងទៅចង់ដឹងពីបុគ្គលនឹងថាគាត់ធ្វើម៉េចឬមិនធ្វើម៉េចទេមโนពពាំងកមាធម្មមានន័យថាទ្វាចិត្តនឹងវាថតនៅធម្មជាតិអាក្រក់នឹងចូលទៅក្នុងចិត្តគាត់ហើយគ្មានចាំបាច់យើងទៅដឹងវាជាធម្មជាតិមិនចាំបាច់ម្ចាស់ខ្លួនគាត់ដឹងថាគាត់បានធ្វើអំពើមួយដែលធម្មជាតិអាក្រក់នឹងធ្លាក់ចូលទៅក្នុងភវង្គចិត្តរបស់គាត់នឹងក៏ធម្មជាតិនឹងវាទៅតាមដំណើររបស់វាអញ្ចឹងយើងវែកញែកពីរឿងបុណ្យសិនព្រោះទានវានៅក្នុងបុណ្យនឹងទេទាំងកាយទាំងវាចាទាំងចិត្តព្រោះចិត្តយើងគាត់អង្គុយស្ងៀមហ្នឹងយើងមិនអាចថាអូខ្ញុំធ្វើទានមកទេអាហ្នឹងវានៅក្នុងបុណ្យណាទានវាតតែចេញជាស្អីមួយដែលហុចទៅណាដែលឃើញជាប្រយោជន៍សម្រាប់ទៅអ្នកដទៃណាប៉ុន្តែដល់ពេលបុណ្យវិញគ្រាន់តែមានចិត្តហ្នឹងក៏ចាត់ទុកជាបុណ្យណាអញ្ចឹងបុណ្យវាក្តោបទានវានៅក្នុងបុណ្យហ្នឹងទានតូចទេបុណ្យមិនធំប៉ុន្តែមានចេតនាជាដើមហេតុហើយចេញមកក្រោមរូបភាពកាយវាចាចិត្តអាហ្នឹងចាត់ទុកជាបុណ្យបានមកវិញនៅសេចក្តីស្ងប់គឺការអប់រំចិត្តឲ្យស្ងប់ព្រោះចិត្តស្ងប់ជាបរមសុខជាសុខលើសអស់សុខទាំងឡាយអ្នកសុខតាមព្រះធម៌ដែលព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គ
ប្រាប់អំពីធម្មជាតិសុខនៃចិត្តនោះគឺសុខដោយការស្ងប់មានន័យថាដូចយើងបដូរជាមួយនឹងស្បែកយើងដែលឥតល្មាស់វាអត់មានត្រូវការអីទេចំណែកអានិសង្សវាបំពន់តណ្ហាវាជួយឲ្យអ្នកដែលល្មាស់បាត់ល្មាស់ប៉ុន្តែការបាត់ល្មាស់របស់បុគ្គលនឹងគាត់ចេះតែចង់បានអាបត្តិនឹងទៀតមានន័យថាគាត់ល្មាស់មុនគាត់ចង់បានមុនទើបបានហើយគាត់សប្បាយបើគាត់នៅតែចង់សប្បាយពីការបានក្នុងចិត្តគាត់ត្រូវតែនៅខ្វះជារហូតបើមិនខ្វះជារហូតបានក៏មិនសប្បាយដែរបើគាត់នៅតែប្រាថ្នាសេចក្តីសប្បាយរបៀបហ្នឹងមានន័យថាគាត់នៅតែកើតទុក្ខជារៀងរហូតដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គប្រាប់អំពីធម្មជាតិដែលសុខនោះនៃចិត្តនោះគឺសេចក្តីស្ងប់ទេគឺស្បែកដែលគ្មានល្មាស់វាអត់មានប្រតិកម្មស្អីទាំងអស់បានក៏បានទៅមិនបានក៏ហើយទៅតែនិយាយដល់កន្លែងហ្នឹងមានមនុស្សខ្លះភ្ញាក់ផ្អើលថាយេបើថាធ្វើអញ្ចឹងដដែលវានាំឲ្យពិភពលោកថយក្រោយវានាំឲ្យជីវិតមិនរីកចម្រើនព្រះពុទ្ធព្រះបរមគ្រូនៃយើងប្រើបញ្ញាមិនមែនប្រើចិត្តឲ្យដឹកមុខទេបញ្ញារបស់យើងឲ្យយើងដឹងថាយើងត្រូវការអ្វីខ្លះសម្រាប់ជីវិតរស់នៅរបស់យើងនិងសម្រាប់ជួយមនុស្សផងគ្នានេះគុណសម្បត្តិនៃវត្ថុដែលយើងរកមកនោះសម្បត្តិដែលយើងរកមកនោះវាមានប្រយោជន៍មានតម្លៃត្រឹមតែការធ្វើទាននឹងឯងបើត្រឹមតែយកមកទុកវាគ្មានជាតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិឡើយពីព្រោះវាគ្រាន់តែជាការបំពន់នៃតណ្ហាសួរថាលោកអ្នកដែលពុករលួយទាំងឡាយគាត់មានលុយលើសពីសេចក្តីត្រូវការសម្រាប់ចិញ្ចឹមជីវិតនៅលើសហើយបើសិនណាជាតាមការពិចារណាយើងគិតថាមានប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់យើងរស់ហើយប៉ុន្តែតណ្ហាវាអត់ទាន់ឈប់ទេអានេះយើងអាណិតគាត់ទេនេះជាការយល់ខុសរបស់គាត់ឃើញការយល់ខុសរបស់គាត់ពីព្រោះគាត់រស់នៅក្រោមអំណាចនៃឆន្ទតណ្ហាគ្មានថ្ងៃបញ្ចប់ឡើយដូច្នេះសេចក្តីស្ងប់គឺកើតមកអំពីទង្វើបុណ្យគឺចិត្តបានស្ងប់ក៏ប៉ុន្តែវត្ថុទាំងអស់មានជាអាចឡានផ្ទះសម្បែងគេឈ្មោះលៀបសការៈជុំវិញវាគ្រាន់តែជាអានិសង្សបំពន់តណ្ហាទេព្រះពុទ្ធព្រះបរមគ្រូនៃយើងមិនឲ្យតម្លៃនៅកន្លែងហ្នឹងទេមិនឲ្យតម្លៃនៅលើវត្ថុទាំងអស់ហ្នឹងទេលៀបយួសអីហ្នឹងទេលោកយៈធម៌ទាំងអស់ហ្នឹងទេក៏ប៉ុន្តែបើយើងនិយាយអញ្ចឹងសួរថាតើយើងគ្មានដំណោះស្រាយចំពោះបុគ្គលដែលកំពុងតែពលរឿងហ្នឹងទេព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គឲ្យយើងគិតពីបច្ចុប្បន្នមានន័យថាយើងនៅក្នុងស្ថានភាពជាអ្នកណាយើងមានកិច្ចប្រតិបត្តិជីវិតល្មមសមរម្យឲ្យរស់នៅក្នុងសេចក្តីសុខនៅកន្លែងហ្នឹងហើយមិនមែនព្រះពុទ្ធបដៅថាឲ្យយើងឈប់ចង់បានអីទាំងអស់បើឈប់ចង់បានអីទាំងអស់សួរថាកូនចៅយើងនៅជុំវិញធ្វើអីបានអីហូបបញ្ញារបស់យើងឲ្យយើងដឹងហ្មងថាយើងត្រូវធ្វើនេះត្រូវធ្វើនោះប៉ុន្តែតួនាទីចិត្តនាំមុខនេះគ្រាន់តែជាតួនាទីកុហលកាហាយនាំឲ្យកើតសេចក្តីទុក្ខទេប៉ុន្តែបញ្ញារបស់យើងដឹងថាអូកូនអញមានប៉ុណ្ណេះអញត្រូវរកអានេះក្នុងស្ថានភាពពីមុនមកអញមិនទាន់យល់អំពីសេចក្តីទុក្ខនៃជីវិតដែលអញសំពាយជុំវិញដែលអញបានចងដោយខ្លួនឯងក្រោមអំណាចនៃតណ្ហាឥឡូវអញបានយល់ហើយអញមិនមែនរត់ចោលអានឹងទេត្រូវដោះស្រាយពីរឿងអានឹងទៀតពីព្រោះថារត់ចោលអានឹងទៅគ្មានការទទួលខុសត្រូវចំពោះគ្រួសារយើងបាត់លក្ខណៈជាមនុស្សល្អដែលមានសិលធម៌ខ្ពស់សិលធម៌មានន័យថាធម្មជាតិធម៌ល្អនៅក្នុងចិត្តរបស់យើងនឹងខ្ពស់ហើយបានជាយើងរត់ចោលទៅគ្រួសារបានមានតែយើងដាច់ចិត្តចំពោះមនុស្សដែលយើងបានបង្កើតមកគ្រួសារដែលយើងបានបង្កើតមកថងចំណុចហ្នឹងយើងត្រូវបែងចែកឲ្យបានច្បាស់ខ្ញុំដឹងថាបើមិននិយាយឲ្យបានជាស្លាស់អំពីរឿងអានិសង្សទេមនុស្សនឹងមិនចង់ធ្វើអំពើល្អឡើយក៏ប៉ុន្តែសេចក្តីសុខដែលកើតពីសេចក្តីស្ងប់ដែលកើតមកពីចិត្តដែលបានសម្អាតអស់គឺជាបរមសុខបងប្អូនទៅជាឥតប្រាថ្នាទៅវិញក៏ប៉ុន្តែខ្ញុំចង់ជាធម្មជាតិខ្ញុំសូមនិយាយបន្តិចសិនប៉ុន្តែជាធម្មជាតិបើលោកអ្នកធ្វើត្រូវកន្លែងហ្នឹងធ្វើត្រូវតាមដំណើររបស់ធម្មជាតិមានន័យថាបើបងប្អូនធ្វើទានឬក៏ធ្វើបុណ្យឲ្យបរិសុទ្ធឲ្យសុក្រិតអានិសង្សកើតដោយឯកឯងវាខ្លាំងជាងអ្វីដែលបងប្អូនប្រាថ្នានោះទៅទៀតខ្ញុំលើកឧទាហរណ៍ថាអ្នកចិត្តខាងមួយនៅក្បែរផ្ទះបងប្អូនអត់មានចង់បានអីសោះអត់មានចង់បានអីពីគេមកវិញសោះបងប្អូនធ្វើតែបុណ្យមានន័យថាមានចេតនាល្អចង់ជួយអ្នកនៅជុំវិញគេការកូនក៏ទៅគេបុណ្យក៏ទៅគេរវល់អីក៏ទៅដោយគ្មានចង់បានអីវាទៅជាបន្តិចគេឲ្យនេះបន្តិចគេឲ្យនោះបន្តិចគេជូននេះជូននោះយើងហើយគេទៅណាគេហៅយើងទៅជាមួយគេស្រឡាញ់រាប់អានយើងមានបុគ្គលម្នាក់នោះគេឃើញអញ្ចឹងគេនឹកឃើញថាយីបុគ្គលនឹងធ្វើល្អជាមួយម្នាក់ហ្នឹងបានអានិសង្សមានន័យថាបានជាលៀបសការៈមកវិញអញទៅរកធ្វើដែរក្នុងមនោទ្វារបស់គាត់នោះគាត់ប្រាថ្នាអានិសង្សមានន័យថាគាត់ប្រាថ្នាការរាប់អាននិងទ្រព្យសម្បត្តិឬក៏លៀបយសដែលឲ្យពីបុគ្គលដែលគាត់ធ្វើអំពើល្អទៅកាន់ទីបំផុតបុគ្គលដែលគាត់ធ្វើអំពើល្អទៅគេអាចដឹងខ្លួនគេ
វាទៅជាអានិសង្សហ្នឹងវាអត់បានមកវិញអញ្ចឹងបានខ្ញុំថាបងប្អូនធ្វើបុណ្យនេះឲ្យត្រូវតាមដំណើររបស់ធម្មជាតិហ្នឹងគឺមានន័យថាតម្កល់ចិត្តឲ្យស្មើថៃបាត់តែយើងដឹងថាធ្វើអញ្ចឹងទៅបានអញ្ចឹងហ่ะប៉ុន្តែក្នុងចិត្តយើងអត់បានទេចិត្តរបស់យើងស្មើនោះហើយជាមជ្ឈមបដិបទាតំណងដល់ពេលយើងធ្វើអានោះឲ្យតាមដំណើររបស់វាដែលពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គថាទានបារមីខន្តីបារមីមានន័យថាបារមីមានន័យថា perfect មានន័យថាសុក្រិតបារមីគឺបារមីទានគឺទានសុក្រិតខន្តីក៏ខន្តីសុក្រិតហើយយើងខន្តីសកម្មថ្មិញពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គខន្តីប្រហុយចោលណាហើយបើដំណើរធម្មជាតិវាប៉ុណ្ណឹងគ្មានទៅខੰគ្មានអីខន្តីណាហើយយើងខន្តីឡើងញ័រថ្មិញឲ្យថាខន្តីមាន perfect ណាមានសុក្រិតតាមដំណើររបស់ធម្មជាតិណាធ្លាក់នៅធម្មជាតិអកុសលធម៌ទៅនៅក្នុងចិត្តអញ្ចឹងបើបុគ្គលមួយគិតឃើញថាខ្លួនមានតម្រូវការផ្នែកអានិសង្សហ្នឹងពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គមិនដឹងការពិតពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គធ្វើដើម្បីការត្រាស់ដឹងឯងបញ្ញាបារមីតែមួយគត់ប៉ុន្តែហេតុអីបានពុទ្ធមានការកសាងបារមី9ទៀតដែលនៅអមជុំវិញពីព្រោះព្រះអង្គដឹងក្នុងកិច្ចប្រតិបត្តិដំណើរស្វែងរកការត្រាស់ដឹងហ្នឹងវាមានដំណើររបស់វាអមអញ្ចឹងបើវាមានទានបារមីទេបើមិនមានទានធ្វើម៉េចនឹងមានអីហូបអង្គុយធ្វើធម៌ធ្វើទានប៉ុន្តែសួរថាពុទ្ធធ្វើហ្នឹងក្នុងប្រាថ្នាទានបារមីហ្នឹងថាអត់ទេប៉ុន្តែព្រះអង្គថាដឹងថាធ្វើហ្នឹងបានណែអាកន្លែងហ្នឹងដែលដំណើរធ្វើសកម្មភាពរបស់យើងតាំងពីចំណាយទុនចំណាយធនធាននិងចំណាយកម្លាំងរបស់យើងតែតិចទេប៉ុន្តែបានផលច្រើនពីព្រោះយើងស្គាល់ទំនងរបស់ធម្មជាតិថងចំណុចហ្នឹងបងប្អូនត្រូវសិក្សាត្រូវស្វែងយល់បងប្អូនមើលដំណើរនៃការសិក្សាពធរបស់ព្រះបរមគ្រូនៃយើងមើលតើវាទៅជាមនុស្សល្ងងឲ្យគេជិះជាន់អសកម្មដូចសពថ្ងៃនឹងកើតឬអត់ព្រោះដំណើររបស់ព្រះបរមគ្រូសិក្សាពីព្រះធម៌គឺជាដំណើររបស់មនុស្សឆ្លាតដំណើរស្វែងរកបញ្ញាគ្រប់ខណៈទាំងអស់គឺស្វែងរកប្រយោជន៍នៃកិច្ចប្រតិបត្តិខ្លួនឲ្យត្រូវជាមួយនឹងទំនងរបស់ធម្មជាតិរឿងអីអ្នកដែលតាំងខ្លួនថាកាន់ពុទ្ធសាសនាឲ្យគេចោទបានថាជាមនុស្សអន់ខ្សោយអន់ថយមិនជឿនលឿននាំពិភពលោកឲ្យថយក្រោយពីព្រោះអ្នកដែលប្រតិបត្តិអន់ថយទាំងអស់នោះដើរមិនត្រូវគន្លងព្រះពុទ្ធសាសនាទេសូមអរគុណ